Ok,ឥឡូវយើងចូលមកសើយើងត្រឹមតែ update new season SMP ដំបូងយើងចុច add server ហើយយើងដាក់ឈ្មោះ server ថា Master ឬក៏ឈ្មោះដែលចងចាំដោយសារតែ server ហ្នឹង server Master យើងដាក់ Master Club មកចំណែកឯ IP យើងដាក់ Bedrock ហើយចុចយើងដាក់ Master Club ហើយយើងដាក់ .net មួយទៀតអាហ្នឹងសម្រាប់អ្នកលេង Bedrock ចំណែកឯ Java យើងដាក់តាម Master Club.net មកហើយចំណែកឯ port វិញ25.6.9អាហ្នឹង Java ហើយ Bedrock ដូចតែគ្នាទេវាខុសតែ IP ទេដោយសារតែយើងបាន add រួចហើយអញ្ចឹងវា error ហើយយើងចុចថយក្រោយមកដើម្បីលេងកាលពេលដែល Master SMP អត់ទាន់ចូល new season នោះមនុស្សលេងតែខ្ទង់300នាក់ទេតែបើពេល update ហើយគេថាលេងអ្នកលេងខ្ទង់2000នាក់បាទអ្នកទាំងអស់គ្នាមិនជឿទេអាចចូលសាកល្បងចូល IP និង port បានគឺថាមនុស្សលេងច្រើនមែនតើហើយវីដេអូហ្នឹងត្រឹមតែធ្វើទេ Master ប្រកាសតាំងប្រហែលថ្ងៃមុនថាចូល new season ណាបើមិនជឿអាចមើលបានអ្នកទាំងអស់គ្នានិយាយថា Master SP របស់យើងល្ងាចហ្នឹងម៉ោងតុង5 6 7ហ្នឹងយើងបើកចូល season ថ្មីណាបន្ទាប់ពីរងចាំប្រហែលទេមកហើយយើងចូលដល់ server យើងទៅអត់មើលថាតើ Master SMP ហ្នឹងលេងប្រហែលនាក់គឺថាលេងជិត200នាក់តែលេងបានតែ150ទេគឺថាមិនចឹងទេអត់យល់ទេហើយ map B វិញលេង160តែអ្នកចូលអន់ច្រើនតែខ្ញុំមិនបានលេងខ្ញុំលេងនៅ P4 map B ហើយចូលទៅហើយឥឡូវខ្ញុំនៅ spawn ហើយបន្ទាប់មកខ្ញុំក៏ត្រឡប់ទៅ base camp Molden វិញដើម្បីទៅវាយ mob ណាប៉ុន្តែខ្ញុំវាយអត់បានទេដោយសារតែ camp Molden អត់បើកអាកន្លែងដែលspawn នៅក្នុង base mob spawn នៅក្នុង base អត់បើកអាហ្នឹងដល់អប់ដល់ពេលអញ្ចឹងវាអត់កើតទេហើយវាក៏ហ្នឹងផ្ញើទៅ member ខ្ញុំ camp Molden ឲ្យគាត់បើកអាកន្លែងmob spawn in base នេះដើម្បីឲ្យយើងវាយcreeper បានណាខ្ញុំខំបៀ2ជាន់ហើយនិយាយទៅ mob អត់ spawn ទេអញ្ចឹងសង្ឃឹមថាប្រហែលបើកអញ្ចឹងទៅដើម្បីវាយយក creeper ធ្វើ Electra ធ្វើកញ្ជ្រួចណាហើយវីដេអូយើងមានតែប៉ុណ្ណឹងទេបាយបាយ